សម្រាប់ថ្ងៃទី17ខែសីហាត្រូវជាថ្ងៃកុរទឹកយិនឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះមានចំនួន3ឆ្នាំមានឆ្នាំខាលថោះហើយនិងមមែចំពោះអ្នកដែលត្រូវការធាតុទឹកក៏ល្អប្រសើរ50%ផងដែរយើងឃើញថាធម្មពលនៃធាតុទឹកមានកម្លាំងខ្លាំងមកទាំងរាសីមេឃហើយនិងរាសីដីជាពិសេសសម្រាប់អ្នកដែលជាប្រភេទធាតុដីរឹងមាំមានន័យថាថ្ងៃនេះជាថ្ងៃលុយឬក៏ថ្ងៃលៀបរបស់គាត់ផ្ទាល់ចំពោះឆ្នាំដែលគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ទៅលើមុខរបរអាជីវកម្មការងារការសម្រេចចិត្តជាពិសេសទៅលើការបើកបរធ្វើដំណើរមានឆ្នាំម្សាញ់ធាតុភ្លើងវ័យ50ឆ្នាំនិងម្សាញ់ធាតុដីវ័យ38ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឿងមានទិសខាងលិចហើយនិងទិសខាងត្បូងចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីយើងចង់ចាប់លាបយើងអាចប្រើប្រាស់បាននៅទិសខាងត្បូងឈៀងខាងកើតទី2 135អង្សាដោយការដាក់ទឹកមានចលនាយ៉ាងតិច60លីត្រនៅក្នុងទិសនឹងផ្ទាល់ឬក៏យើងដោតជាគោអំបិលក៏ល្អប្រសើរនៅក្នុងករណីយើងអត់មានទឹកម៉ោងដែលយើងធ្វើការចាប់លាបចន្លោះពីម៉ោង5ព្រឹកទៅម៉ោង7ព្រឹកឬមួយវេនចុងក្រោយក្នុងករណីយើងខកខានយើងអាចប្រើម៉ោង7យប់ទៅម៉ោង9យប់សម្រាប់ការអធិដ្ឋានសមាធិបន់ស្រន់ការធ្វើកិច្ចតាមបែបសាសនាល្អប្រសើរនៅក្នុងថ្ងៃនេះផ្ទាល់សម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អ